កាលពីព្រេងនាយមានបរោះពីរនាក់បានសាងកុសលជាមួយគ្នាលុះបរោះទាំងពីរស្លាប់ទៅបរោះម្នាក់បានកើតទៅជាព្រះឥន្ទបរោះម្នាក់ទៀតកើតជាបរោះកំសត់មានប្រពន្ធក្រោយលំបាកណាស់រកស៊ីនេសាទដាក់លោភយកត្រីជាមុខរបរចិញ្ចឹមជីវិតគ្រាមួយព្រះឥន្ទបានបើកព្រះនេត្រទិព្វមកឃើញបរោះម្នាក់នោះលំបាកវេទនានេះដូចនេះមានសេចក្តីអាណិតអាសូរយ៉ាងខ្លាំងវេលាយប់ព្រះឥន្ទយកមាស3ដុំទៅដាក់ក្នុងលបបុរសនោះលុះព្រឹកឡើងបុរសនោះលើកលបឃើញមាសមិនស្គាល់ថាមាសសូមស្គាល់ថាជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លោកទៅក្នុងទឹកវិញហើយបុរសនោះបានមកលើកលើបទៀតហើយព្រះឥន្ទយកមាសដាក់3ដុំទៀតបុរសនោះឃើញដូចនោះក៏ខឹងក៏គាត់យកទៅធ្វើជាថ្មជើងចង្ក្រានណាបាយប្រពន្ធបរិះមិនស្គាល់មាសក៏យកដុំមាសនោះទៅធ្វើជាថ្មជើងចង្ក្រានតាមបង្កាប់ប្តីគ្រានោះមានព្រះរាជអាជ្ញាមកទាពន្ធហើយគាត់មើលឃើញដុំមាសដែលបរិះនោះធ្វើជាថ្មជើងចង្ក្រានក៏ឲ្យបរិះនោះយកមាស3ដុំនោះមកបង់ពន្ធដែលជំពាក់រាជការបុរសនោះល្អណាស់ក៏ព្រមប្រគល់ថ្មជើងចង្ក្រានទាំង3នោះទៅឲ្យព្រះរាជអាជ្ញាលុះព្រះរាជអាជ្ញាបានដុំមាសពីបុរសម្នាក់នោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រហើយព្រះអង្គទ្រង់សាកសួរពីរឿងហេតុដែលបានដុំមាសនោះព្រះរាជអាជ្ញាទូលតាមដំណើរហើយស្ដេចទ្រង់ជ្រាបដូចនេះទ្រង់ឲ្យហៅបរិះនោះមកសាកសួរបរិះក្រាបទូលថ្វាយមាសរបស់ទូលព្រះបង្គំ3ដុំបានជូនមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទានយកមាសពីរដុំទៀតពីព្រះរាជអាជ្ញានោះហើយទ្រង់បង្កាប់ឲ្យបរិះនោះទៅរកមាសមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទៅថ្វាយរកមាសពុំបានទៀតទេហើយស្ដេចទ្រង់ឲ្យយកបុរសនោះទៅឃុំលុះព្រឹកឡើងនាយតម្រួតព្រៃបុរសនោះឲ្យធ្វើការដោយមានការជេរស្ដីផងលុះជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុដែលទាស់ចិត្តនាយតម្រួតបុរសនោះក្រាបទូលថ្វាយទូលព្រះបង្គំមានសេចក្តីតបប្រមល់នៅខ្លួនឯងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូចនេះចៅឯងត្រូវរកសត្វតបប្រមល់នោះយកមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យគេសម្លាប់ឯងក្នុងគ្រានេះបុរសនោះឮដូចនោះក៏ភ័យហើយគិតថាមុខជាស្លាប់ហើយគ្រានេះមិនដឹងថាទៅរកសត្វតបប្រមល់ឯណាទេតែមិនហ៊ានប្រកែកព្រោះតែខ្លាចអំឡាចស្ដេចក៏ក្រាបថ្វាយបង្គំលាក៏ស្ដេចដើរចេញក្នុងបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ទបើកព្រះនេត្រទាបក៏ឃើញបរិះនោះមានសេចក្តីវេទនាលំបាកដូចនេះក៏និមិត្តคล้ายជាអាស្រមមួយនៅខាងមុខទិសដេបុរសដើរទៅហើយព្រះអង្គក្រឡាខ្លួនคล้ายជាព្រះឥសីបុរសមើលទៅឃើញអាស្រមដូចនោះត្រេកអរជាខ្លាំងក៏ដើរទៅថ្វាយបង្គំឥសីនឹងអាស្រមនោះហើយឥសីសួរថាចៅមានហេតុអ្វីបុរសនោះទូលថ្វាយឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតបប្រមល់យកតែថ្វាយឥសីថាចៅឯងកុំព្រួយអីរួចឥសីមិនយកបំពង់ពកមួយមកសែកមន្តវិទ្យាសាស្ត្រក៏កើតជាខ្លាសឹងដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីជប់អង្រុញសត្វទាំងនេះច្រកក្នុងបំពង់ពកហើយប្រគល់ទៅបរិះនោះហើយផ្ដាំថាឲ្យយកទៅថ្វាយស្ដេចលុះបរិះនោះទទួលបណ្ដាំឥសីរួចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ផកនោះទៅថ្វាយស្ដេច
ដោយក្រាបទូលថ្វាយទូលប្របង្គុំបានរកសัตว์តប្រមល់នោះបានហើយនៅក្នុងបំពង់នេះក៏យកទូតាមដំណើរដែលឥសីផ្ដាំមកដើរឲ្យស្ដេចប្រមល់រាជវង្សានុវង្សមកជួបជុំរួចទ្រង់ចាត់ការបិទទ្វារវាំងទ្រង់ឲ្យអាមាត្យបើកឈ្នុកបំពង់នោះសត្វខ្លានិងដំរីរមាសពស់ក៏ចេញពីបំពង់មកខំស្ដេចនិងព្រះរាជវង្សានុវង្សនោះដល់នៅមរណភាពអស់ទៅក្រោយមកពួកអ្នកនគរនោះក៏ឃើញបរិសម្នាក់នេះមានអានុភាពបែបនេះក៏រៀបអភិសេកបរិសនោះឲ្យឡើងសោយរាជសម្បត្តិព្រះមហាក្សត្រក្នុងនគរនោះទៅសត្វទាំងឡាយក៏លាព្រះរាជាអង្គនោះចូលទៅព្រៃវែងហើយផ្ដាំថាបើព្រះអង្គមានភ័យមានការអ្វីគ្រាន់តែនឹកដល់ពួកយើងនឹងជួយយកអាសាជាទីដរាប